ជំរាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានចៅមានុបបាច់ទឹកសមុទ្រម្នាក់នេះក្រោកឡើងមកគឺចិញ្ចឹមមាន់បងប្អូនបន្តិចទៀតខ្ញុំនឹងរៀបរាប់ពីប្រវត្តិពីខ្ញុំធំដឹកក្តីរហូតដល់អាយុ55ឆ្នាំនេះខ្ញុំចង់ខ្លាយខ្លួនជាតារាភាពយន្តខ្ញុំពិតជាចង់មែនបងប្អូនតាមពីក្មេងបងប្អូនក៏ប៉ុន្តែខ្ញុំគ្មានខ្សែគឺគ្មានបាក់ពួកបងប្អូនខ្ញុំស្អប់អំពើពុករលួយពេលនេះបងប្អូនខ្ញុំចេះកាត់តហើយខ្ញុំចេះកាត់តខ្ញុំចេះដឹកនាំរឿងខ្ញុំចេះនិពន្ធបទចម្រៀងខ្ញុំសូមនិយាយប្រាប់បងប្អូនថាខ្ញុំចូលមកលោកក្នុងវិស័យភាពយន្តវិញហើយបងប្អូនអើយជួយគ្រប់គ្រងខ្ញុំផងគាត់ចុចមេដៃជីវិតសម័យធម្មតារបស់ខ្ញុំបងប្អូនមើលខ្ញុំថាខ្ញុំនេះវេទនាខ្លាំងណាស់នៅមែនទេគ្រាន់តែបាយ3ពេលអត់មានពិបាកទេបងប្អូនជាមួយខ្ញុំប្រឹងមកដល់ពេលឡើយបងប្អូនតែហេតុតែខ្ញុំស្រឡាញ់ភាពយន្តខ្ញុំស្រឡាញ់ចង់ដើរតួក៏ប៉ុន្តែខ្ញុំអត់សមត្ថភាពតែពេលនេះខ្ញុំមានសមត្ថភាពវិញហើយបាយ3ពេលខ្ញុំអត់ពិបាកទេបងប្អូនគាត់ទៅស៊ីហើយកំដរមានសត្វមាត់មានសត្វអីខ្ញុំល្មមគ្រប់គ្រាន់ហើយក៏ប៉ុន្តែខ្ញុំចង់ខ្ញុំពិតជាស្រឡាញ់ខ្ញុំនិយាយប្រាប់បងប្អូនតាមស្រុកតែពេលនេះខ្ញុំចេះគប់សក់ហើយខ្ញុំនឹងចូលមកលោកក្នុងវិស័យនេះវិញសូមអរគុណបងប្អូនចាំតាមដានវគ្គបន្តទៀតតើមានរឿងកើតឡើងចៅមានុបម្នាក់នេះវាទៅជាស្អីវិញ